អង្គុយលេងសើចៗអង្គក៏ព្រោះថាតែបែបភេងនេះតែបកដល់ខ្ញុំគាត់លើកថាបែបភេងភ្លាមខ្ញុំក៏មិនអង្គយូរដែរក៏បានទិញម៉ូតូមកតែបកភ្លាមហើយអ៊ំក៏ជិះម៉ូតូសសកឈប់ស្មានតែគាត់ឈប់ទៅអីក៏ពិតក៏ឆ្លាតច្បាប់ម៉ូតូសឥឡូវខ្ញុំជួយដាក់គាត់ហើយជោគជ័យបន្ទាប់ពីដាក់ច្បាប់ម៉ូតូហើយក៏បានធ្វើដំណើរទៅមុខបន្តទៀតហើយផ្លូវទៅតែបកនឹងពាត់ជុំវិញទៅដល់ដើមឈើអញ្ចឹងតែភាពពិតជាស្អាតមែនតែនឥឡូវបានដល់តែគាត់ទេគាត់ដល់តែគាត់ភ្លាមក៏ដាក់ច្អល់កៃដាំភេងកៃណាផ្លែឈើកៃណាអត់ទៅហើយគាត់ឲ្យខ្ញុំឡើងបែហ្មងទៅបងអូននេះខ្ញុំពងទៅនៅចុងភេងពងឡើងបែភេងភេងច្រើនណាស់ហើយឡើងធំទៀតបងប្អូនយើងហូបខ្ញុំthấyខមមិនមកខ្ញុំចែកម្នាក់មកគ្រាប់ហើយនៅតែបងអ៊ំមិនធំតែមានភេងណាបងប្អូនថាតែមានមកកាប់មានខ្នោមានម្នាស់មានល្មុតមានស្វាយបើដងក្រូចឆ្លងនិងផ្លែឈើជាច្រើនមុខទៀតខ្ញុំវិញឡើងបែលើដាមភងបែក្រោមភងឬភងអត់មកកណោនេះបានច្រើនឡើងធំហ្មងតែអំភើនឹងមានភេងឡើងធំនេះពេលមកខ្ញុំធ្វើអីមើលជាតិហ្មងដល់ផ្អែមបែភេងបានហើយច្រើនដែរហើយក៏បានជម្រាបលាអ៊ំទៅផ្ទះវិញដល់ពុកម៉ែបងប្អូនចង់បានស្បែកភ្លឺថ្លាហើយនឹងសចេញពីខាងក្នុងអាចងាកមកប្រើជាមួយនឹងស្រាហ្វ៊ីលទ័រធម្មជាតិបានមកអាទិត្យនេះពុកម៉ែបងប្អូនស្ដាប់2ទៅ3ដងនឹងឃើញផ្លែនឹងឃើញស្បែកភ្លឺថ្លាហើយផ្លែខុសពីធម្មតាហ្មងហើយមួយសាច់ស្រាប់គេយ៉ាងល្អហ្មងមួយសាច់គេហើយមានអត្ថប្រយោជន៍ច្រើនទៀតបើបងប្អូនចង់បានអីអាចតាក់ទងទៅអាខោនដែលមានឈ្មោះថាស្រីសតថែចំណោះបានឬក៏អាចតាក់ទងមកខ្ញុំក៏បានដែរបាយបាយបងប្អូនអង្គុយលេងសើចៗអង្គក៏ព្រោះថាតែបែបភេងនេះតែបកដល់ខ្ញុំគាត់លើកថាបែបភេងភ្លាមខ្ញុំក៏មិនអង្គយូរដែរក៏បានទិញម៉ូតូមកតែបកភ្លាមហើយអ៊ំក៏ជិះម៉ូតូសសកឈប់ស្មានតែគាត់ឈប់ទៅអីក៏ពិតក៏ឆ្លាតច្បាប់ម៉ូតូសឥឡូវខ្ញុំជួយដាក់គាត់ហើយជោគជ័យបន្ទាប់ពីដាក់ច្បាប់ម៉ូតូហើយក៏បានធ្វើដំណើរទៅមុខបន្តទៀតហើយផ្លូវទៅតែបកនឹងពាត់ជុំវិញទៅដល់ដើមឈើអញ្ចឹងតែភាពពិតជាស្អាតមែនតែនឥឡូវបានដល់តែគាត់ទេគាត់ដល់តែគាត់ភ្លាមក៏ដាក់ច្អល់កៃដាំភេងកៃណាផ្លែឈើកៃណាអត់ទៅហើយគាត់ឲ្យខ្ញុំឡើងបែហ្មងទៅបងអូននេះខ្ញុំពងទៅនៅចុងភេងពងឡើងបែភេងភេងច្រើនណាស់ហើយឡើងធំទៀតបងប្អូនយើងហូបខ្ញុំthấyខមមិនមកខ្ញុំចែកម្នាក់មកគ្រាប់ហើយនៅតែបងអ៊ំមិនធំតែមានភេងណាបងប្អូនថាតែមានមកកាប់មានខ្នោមានម្នាស់មានល្មុតមានស្វាយបើដងក្រូចឆ្លងនិងផ្លែឈើជាច្រើនមុខទៀតខ្ញុំវិញឡើងបែលើដាមភងបែក្រោមភងឬភងអត់មកកណោនេះបានច្រើនឡើងធំហ្មងតែអំភើនឹងមានភេងឡើងធំនេះពេលមកខ្ញុំធ្វើអីមើលជាតិហ្មងដល់ផ្អែមបែភេងបានហើយច្រើនដែរហើយក៏បានជម្រាបលាអ៊ំទៅផ្ទះវិញដល់ពុកម៉ែបងប្អូនចង់បានស្បែកភ្លឺថ្លាហើយនឹងសចេញពីខាងក្នុងអាចងាកមកប្រើជាមួយនឹងស្រាហ្វ៊ីលទ័រធម្មជាតិបានមកអាទិត្យនេះពុកម៉ែបងប្អូនស្ដាប់2ទៅ3ដងនឹងឃើញផ្លែនឹងឃើញស្បែកភ្លឺថ្លាហើយផ្លែខុសពីធម្មតាហ្មងហើយមួយសាច់ស្រាប់គេយ៉ាងល្អហ្មងមួយសាច់គេហើយមានអត្ថប្រយោជន៍ច្រើនទៀតបើបងប្អូនចង់បានអីអាចតាក់ទងទៅអាខោនដែលមានឈ្មោះថាស្រីសតថែចំណោះបានឬក៏អាចតាក់ទងមកខ្ញុំក៏បានដែរបាយបាយបងប្អូនអង្គុយលេងសើចៗអង្គក៏ព្រោះថាតែបែបភេងនេះតែបកដល់ខ្ញុំគាត់លើកថាបែបភេងភ្លាមខ្ញុំក៏មិនអង្គយូរដែរក៏បានទិញម៉ូតូមកតែបកភ្លាមហើយអ៊ំក៏ជិះម៉ូតូសសកឈប់ស្មានតែគាត់ឈប់ទៅអីក៏ពិតក៏ឆ្លាតច្បាប់ម៉ូតូសឥឡូវខ្ញុំជួយដាក់គាត់ហើយជោគជ័យបន្ទាប់ពីដាក់ច្បាប់ម៉ូតូហើយក៏បានធ្វើដំណើរទៅមុខបន្តទៀតហើយផ្លូវទៅតែបកនឹងពាត់ជុំវិញទៅដល់ដើមឈើអញ្ចឹងតែភាពពិតជាស្អាតមែនតែនឥឡូវបានដល់តែគាត់ទេគាត់ដល់តែគាត់ភ្លាមក៏ដាក់ច្អល់កៃដាំភេងកៃណាផ្លែឈើកៃណាអត់ទៅហើយគាត់ឲ្យខ្ញុំឡើងបែហ្មងទៅបងអូននេះខ្ញុំពងទៅនៅចុងភេងពងឡើងបែភេងភេងច្រើនណាស់ហើយឡើងធំទៀតបងប្អូនយើងហូបខ្ញុំthấyខមមិនមកខ្ញុំចែកម្នាក់មកគ្រាប់ហើយនៅតែបងអ៊ំមិនធំតែមានភេងណាបងប្អូនថាតែមានមកកាប់មានខ្នោមានម្នាស់មានល្មុតមានស្វាយបើដងក្រូចឆ្លងនិងផ្លែឈើជាច្រើនមុខទៀតខ្ញុំវិញឡើងបែលើដាមភងបែក្រោមភងឬភងអត់មកកណោនេះបានច្រើនឡើងធំហ្មងតែអំភើនឹងមានភេងឡើងធំនេះពេលមកខ្ញុំធ្វើអីមើលជាតិហ្មងដល់ផ្អែមបែភេងបានហើយច្រើនដែរហើយក៏បានជម្រាបលាអ៊ំទៅផ្ទះវិញដល់ពុកម៉ែបងប្អូនចង់បានស្បែកភ្លឺថ្លាហើយនឹងសចេញពីខាងក្នុងអាចងាកមកប្រើជាមួយនឹងស្រាហ្វ៊ីលទ័រធម្មជាតិបានមកអាទិត្យនេះពុកម៉ែបងប្អូនស្ដាប់2ទៅ3ដងនឹងឃើញផ្លែនឹងឃើញស្បែកភ្លឺថ្លាហើយផ្លែខុសពីធម្មតាហ្មងហើយមួយសាច់ស្រាប់គេយ៉ាងល្អហ្មងមួយសាច់គេហើយមានអត្ថប្រយោជន៍ច្រើនទៀតបើបងប្អូនចង់បានអីអាចតាក់ទងទៅអាខោនដែលមានឈ្មោះថាស្រីសតថែចំណោះបានឬក៏អាចតាក់ទងមកខ្ញុំក៏បានដែរបាយបាយបងប្អូន